Hello សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog របស់នាងខ្ញុំជាលើកដំបូងទៅកាន់ណាមីសុំជាមួយគ្នាណាជាដំបូងយើងបានធ្វើបាយនិងម្ហូបខ្លះៗដើម្បីយកទៅញ៉ាំនៅកោះស្នាដៃធ្វើម្ហូបរបស់កាមេរ៉ាមែនពិតជាមិនធម្មតាទេអ្នកទាំងអស់គ្នាឲ្យអួយតែម្ដងមុននឹងចេញដំណើរទៅគឺយើងត្រូវរៀបចំខ្លួនខ្លះៗហើយការបើកឆាកដំបូងគឺជាមួយកាហ្វេមួយកែវនិងអាហារសម្រន់ខ្លះៗនៅលើឡាននៅតាមផ្លូវស្លឹកឈើទុំខ្លះៗហើយបងប្អូនពេលទៅដល់ហើយនឹងដោយសារតែផ្លូវស្ទះពេកអញ្ចឹងពួកយើងក៏ចតឡាននៅខាងមុខហើយបានធ្វើដំណើរថ្មើរជើងទៅចូលកោះណាមីសំនៅតាមផ្លូវចូលកោះគឺសុទ្ធតែមានហាងច្រើនណាស់បងប្អូនអញ្ចឹងសម្រាប់អ្នកដែលបានយកអាហារមកក៏មិនចាំបាច់បារម្ភដែរព្រោះអីហាងកាហ្វេក៏មានហាងបាយក៏មានគឺមានច្រើនមែនតើពេលដែលមកដល់មកផ្លូវហើយគឺយើងបានធ្វើការទិញសំបុត្រចូលអញ្ចឹងសម្រាប់សំបុត្រចូលគឺមានតម្លៃក្នុងម្នាក់ 19,000 វ៉ុនអញ្ចឹងគឺបានសំបុត្រមកហើយយេបន្ទាប់ពីបានសំបុត្រហើយគឺយើងតម្រង់ជួរដើម្បីជិះទូកចូលទៅកាន់កោះអញ្ចឹងសម្រាប់ពួកខ្ញុំមានគ្នា4នាក់បានតម្រង់ជួរហើយកំពុងតែធ្វើដំណើរឡើងលើទូកសម្រាប់ទូកហ្នឹងគឺភាគច្រើនដូចជាមាន2ជាន់ព្រោះអីទូកដែលពួកខ្ញុំឡើងហ្នឹងក៏មានសភាព2ជាន់ដែរទីបំផុតគឺយើងមកដល់កោះណាមីហើយបងប្អូនទាំងអស់គ្នាកោះណាមីគឺជាកន្លែងដែលពោរពេញទៅដោយទេសភាពនិងសម្រស់ធម្មជាតិដ៏ស្រស់ស្អាតពេលដែលដើរចូលកោះឃើញស្លឹកឈើពណ៌លឿងទុំធ្លាក់មកស្រាលវាពេញផ្លូវដោយកម្រាលមាសអញ្ចឹងទេសភាពនៅទីនេះពិតជាស្រស់ស្អាតខ្លាំងមែនទែនជាពិសេសគឺនៅពេលដែលពន្លឺព្រះអាទិត្យចាំងទៅលើស្លឹកឈើវាពិតជាមានភាពទាក់ទាញខ្លាំងបំផុតនេះសូមសម្ដែងតិចឲ្យអ្នកទាំងអស់គ្នាដោយសារតែកាមេរ៉ាមែនចាប់បង្ខំដូចអ្នកទាំងអស់គ្នាកំពុងតែមើលឃើញអញ្ចឹងថាទេសភាពពិតជាស្រស់ស្អាតមែនទែនបន្ទាប់ពីដើរមើលទេសភាពបានមួយផ្លែតយើងក៏បានញ៉ាំអាហារដែលបានវិខ្ចប់មកពីផ្ទះគ្រាន់តែញ៉ាំបាយរួចមេឃក៏ចាប់ដើមងងឹតពួកខ្ញុំក៏បានរៀបចំត្រឡប់ទៅវិញដំណើរកម្សាន្តមួយនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកំពុងចាក់ចេញពីភាពរវល់ប្រចាំថ្ងៃហើយមកស្និទ្ធស្នាលជាមួយធម្មជាតិកាន់តែខ្លាំងឡើងគ្រប់ជំហាននៅលើកោះណាមីសុទ្ធតែផ្ដល់អារម្មណ៍សុខសាន្តនិងការចងចាំបានយ៉ាងល្អ